ចិត្តដល់ការបំជុំបិណ្ឌនឹងបងអ៊ំទូកហើយធ្វើដំណើរពីខេត្តណាទៅខេត្តណាទេការស្នាក់នៅគឺជាជំរើសទី1ដែលយើងត្រូវគិតមកចឹងថ្ងៃនេះខ្ញុំមានកន្លែងមួយrecommendឲ្យបងប្អូនទាំងអស់គ្នាហើយបូតិកមួយនេះគឺមានអាងហែទឹកធំទូលាយហ្មងអ្វីដែលសំខាន់គឺនៅក្នុងក្រុងហើយជិត pub street ទៀតទឹកនេះស្ថិតនៅជាប់នឹងផ្លូវធំដែលនៅតាមច្រកផ្លូវ Brown កាលតិចជិះមកដល់គឺឃើញនៅខាងស្ដាំដៃហ្មងទឹកនេះមានឈ្មោះថាអង្គរ Land គ្រាន់តែលឺនៅក្នុងក្រុងណាអ្នកនរគ្នាបារម្ភជាមួយនឹងការចតឡានចតម៉ូតូឲ្យត្រូវសម្រាប់បូតិកអង្គរ Land កន្លែងចតឡានធំទូលាយខ្លាំងហ្មងចឹងយើងអត់បាច់ភ័យទេចូលមកដល់ខាងក្នុងគឺមានការរចនាបថបែបខ្មែរតែម្ដងនិយាយទៅណាគឺសិតសឹងតែឈើប្រណិតហ្មងហើយការតុបតែងរបស់គាត់គឺស្រស់ស្អាតហើយរំលេចនៅរចនាបថបែបខ្មែរទៀតគ្រាន់មើលប៉ុណ្ណឹងក៏ឃើញប្លង់ថតរូបដែរខាងគាត់ក៏មាន welcome drink សម្រាប់ welcome យើងដែរតែចូលមកដល់សោះក៏មានអារម្មណ៍ថាត្រជាក់ចិត្តហ្មងបើនិយាយពីបុគ្គលិកបងគាត់វិញគឺរស់រាយរាក់ទាក់តែម្ដងអ្នកនរគ្នានៅទីនេះមានទាំងចតាយន្តនិងចតាជើងអ្នកនរគ្នាចាំយូរនាំអារម្មណ៍អ្នកនរគ្នាមកមើលបន្ទប់យើងវិញម្ដងសម្រាប់បន្ទប់ក្រេមួយនេះគឺស្អាតតែម្ដងអ្នកនរគ្នានឹងការដេគ័រនិងការរៀបចំបន្ទប់នេះមើលមកគឺ clear ភ្នែកខ្លាំងហ្មងមានតែ balcony នៅខាងមុខដែលអាចឲ្យយើងមើលឃើញ view pool ទាំងមូលហ្មងរស់ណាបានបូតិកនៅក្នុងក្រុងហើយអាងទឹកធំទៀតគាត់ក៏មានបន្ទប់ក្រេ2ដែរតែជាលក្ខណៈគ្រួសារបងប្អូនឬមិត្តភ័ក្តិអីចឹងគឺត្រូវហ្មងមកព្រឹកឡើងបើកបាំងណូនហើយស្រូបយកខ្យល់អាកាសបរិសុទ្ធនិយាយរួមអែមហ្មងមើល view pool គេវិញអ្នកគេមើលទៅខាងក្រោយខ្ញុំមានអារម្មណ៍ថាដូច view សមុទ្រចឹងមានដើមស្លាមានរុក្ខជាតិតែណាគឺឃើញសិតតែរុក្ខជាតិបៃតងតែម្ដងមើលតែប៉ុណ្ណេះក៏ដឹងតែ fresh មិនដែរខ្យល់អាកាសបរិសុទ្ធដែលធ្វើឲ្យយើង relax ហើយកាត់ stress ទៀតក្រុមអ្នកគ្នានៅនេះក៏មាន restaurant ដែរយើងអាច order food គាត់មកអង្គុយញ៉ាំជាមួយនឹង view pool យើងស្អាតតែម្ដងបើនិយាយពីម្ហូបគាត់វិញខ្ញុំបានភ្លក់ហើយជក់មាត់តែម្ដងឥឡូវចង់ទៅញ៉ាំទៀតហើយចុះបើសិនជាបងប្អូនទាំងគ្នាមាន plan មកលេងសៀមរាបមិនថាថ្ងៃបុណ្យឬក៏ថ្ងៃអត់បុណ្យទេអាចមកស្នាក់នៅបូតិកអង្គរ Land នេះបាន view ក៏ស្អាតកន្លែងក៏ស្អាតតក់ចិត្តមិនបានត្រូវតែមកឲ្យអ្នកនរគ្នាសម្រាប់បងប្អូនណាដែលចង់កក់បន្ទប់បងអាចកក់បន្ទប់ឥឡូវបានព្រោះខាងយើងមាន discount 50% នៅសល់តែ$35តែប៉ុណ្ណោះបងអាចតាក់ទងតាមលេខទូរស័ព្ទខាងលើនេះ